សួស្តីក្នុងវីដេអូនេះខ្ញុំនឹងណែនាំឲ្យទាំងអស់គ្នាអាច run app ដែលយើង develop នៅក្នុង Qt Creator បានដោយមិនបាច់ចាំ install Qt Creator ទៀតទេអញ្ចឹងជាធម្មតានៅពេលដែលទាំងអស់គ្នា develop app យើងអាច run app ហ្នឹងតាមរយៈកន្លែងយើង run នៅក្នុងកម្មវិធី Qt Creator ប៉ុន្តែយើង run បែបហ្នឹងមិនមែនជាវិធីដែលយើងត្រូវ run application រៀងរាល់ពេលទេព្រោះអីយើងអាចទៅ install កម្មវិធី Qt Creator នឹងនៅគ្រប់កន្លែងបានទេហើយវិធី run នេះក៏មិនមែនជាវិធី run ដែល final ដែរនេះជាដំណាក់កាល development អញ្ចឹងសម្រាប់ final application ដែលទាំងអស់គ្នាបាន develop ហើយឧទាហរណ៍ថាកម្មវិធីរបស់យើងបញ្ជាតាដូចនោះ on off អញ្ចឹងនៅពេលដែលទាំងអស់គ្នា develop ហើយកម្មវិធីហ្នឹងគឺវាស្ថិតនៅក្នុង folder ណាមួយដែលយើង save វាឧទាហរណ៍ថាកម្មវិធីនេះខ្ញុំ save ទៅក្នុង document ហើយឈ្មោះរបស់វានេះ Arduino control from Qt ទាំងអស់គ្នាចូលទៅយើងឃើញមាន code file យើងឃើញមាន profile មានអីចឹងទៅហើយកម្មវិធីដែលយើងបាន run ហើយម្ដងយើងឃើញមាន folder មួយឈ្មោះ build យើងចូលទៅ build ឃើញ folder នេះយើងចូលមកតង់ទៅឃើញ folder នេះហើយទៅនៅក្នុង folder មួយឈ្មោះ folder debug នេះគឺវាមាន exe យើងហៅថា executable application ដែលយើងប្រើសម្រាប់ run ហ្នឹងនៅពេលដែលទាំងអស់គ្នា run នេះគឺវា compile ចេញទៅជា exe file ហ្នឹងហើយយើង run project របស់យើងហ្នឹងអញ្ចឹងឥឡូវវិធីដែលយើងចង់ធ្វើគឺយើងចង់ run application ហ្នឹងលក្ខណៈ standalone ដែលអត់ចាំបាច់មានកម្មវិធី Qt Creator ទេប៉ុន្តែកម្មវិធីដែលយើង develop នេះមិនមែនមានន័យថាយើងអាច run បាន direct ទេយើងគេឧទាហរណ៍ខ្ញុំព្យាយាម run ទៅវាដាក់ថាបាត់នេះបាត់នោះអាបាត់ហ្នឹងគឺបាត់ library ដែលជា dependency របស់កម្មវិធីមួយហ្នឹងចឹងយើងដឹងថាកម្មវិធីមួយគឺវាមាន library ច្រើនណាស់វាមិនមែនមានតែខ្លួនវាមួយហ្នឹងគឺវាភ្ជាប់ជាមួយ library ជាច្រើនចឹងដើម្បីអាច run បានតើតើមាន library ទាំងអស់ហ្នឹង Qt Creator វាបានផ្ដល់ tool មួយមកឲ្យយើងដែល tool ហ្នឹងមានឈ្មោះថា Qt Window Deployment Tool Qt Window Deployment Tool ហ្នឹងគឺវាជួយឲ្យកម្មវិធីដែលយើង develop ហើយហ្នឹងវាមាន library គ្រប់គ្រាន់ដោយវាទាញយក library ជាតម្រូវការហ្នឹងមកដាក់ folder ជាមួយគ្នាហើយនៅពេលដែលយើងបញ្ចូល Qt Creator ផងដែរយើងបញ្ចូលនៅក្នុង drive C ក្នុង folder Qt នេះវាបញ្ចូលមកគឺកម្មវិធីហ្នឹងមកជាមួយនឹងកម្មវិធី Qt Creator តែម្ដងវានៅក្នុង folder bin នេះនៅខាងក្រោមគេខ្ញុំចូលទៅដល់ក្រោមយើងឃើញកម្មវិធីមួយឈ្មោះ Win Deploy Qt អញ្ចឹងកម្មវិធីហ្នឹងគឺជាអ្នកដែល run ហើយទាញយក library យកមកដាក់ឲ្យយើងអាច run application ជាលក្ខណៈ standalone បានមានអត់ចាំបាច់មាន Qt Creator នេះទៀតទេអញ្ចឹងអីដែលយើងត្រូវធ្វើឥឡូវគឺយើង run កម្មវិធី Win Deployment Tool មិញហ្នឹងនៅក្នុង folder ដែលទាំងអស់គ្នា save កម្មវិធីរបស់ខ្លួនឯងបាន develop ហើយហ្នឹងដោយកម្មវិធីដែលយើង develop មិញហ្នឹងឈ្មោះ Arduino control Qt ខ្ញុំបញ្ជាក់ឡើងវិញនៅ folder ដំបូងរបស់យើងឃើញមាន profile មាន code file ជាលក្ខណៈ source file C++ file អីហ្នឹងប៉ុន្តែយើងអត់នៅក្នុង folder ហ្នឹងទេយើងចូលទៅ folder build នៅពេលដែលទាំងអស់គ្នាយ៉ាងហោចណាស់បាន run application នឹងម្ដងនៅក្នុងកម្មវិធី Qt Creator យើងចាប់ដើមមាន folder build ហ្នឹងហើយនៅក្នុង folder build យើងចូលទៅ debug ក្នុង debug យើងឃើញមាន file គេដាក់ថា application អាហ្នឹងមានន័យថានៅក្នុង Windows គឺ .exe executable ចឹងនៅក្នុង folder ហ្នឹងខ្ញុំ click right click យកពាក្យថា open in terminal កុំព្យូទ័រខ្លះដែលអត់មាន open in terminal នេះទេចុចប៊ូតុង shift នៅលើ keyboard ចុច shift ឲ្យជាប់ហើយ right click ទៅយើងឃើញមានបែបនេះ open terminal ឬក៏ PowerShell ហ្នឹងអញ្ចឹងករណីនេះគឺខ្ញុំ open in terminal បន្ទាប់មកខ្ញុំត្រូវ run application Qt Win Deployment មិញហ្នឹងអញ្ចឹងដើម្បី run Qt Deployment មិញហ្នឹងខ្ញុំអាចចូលទៅកាន់ folder របស់វាដំបូងខ្ញុំចូលទៅកាន់ folder របស់វាសិនគឺវានៅក្នុង C Qt version 6ហ្នឹងហើយមាន GW ដែលទាំងអស់គ្នា install bin នេះទីតាំងរបស់វាដែលខ្ញុំបង្ហាញមិញអញ្ចឹងទាំងអស់គ្នា copy path ហ្នឹងមក control C យកមក paste នៅក្នុងនេះ control V ដល់មកយើងឃើញមាន bin នេះខ្ញុំដាក់ slash មួយទៀតហើយទៅខ្ញុំវាយពាក្យ Qt ខ្ញុំចុច tab ម្ដងទៀត tab ទៀត
tab ទៀតរហូតទៅដល់ឈ្មោះ Qt ឬក៏ U ពេកខ្ញុំដាក់ចេះ Qt ខ្ញុំធ្វើ win បន្ថែមចេះវាមានតែជា Q ធំមិញទេRosen ឈ្មោះវាយើងចុចអានេះខ្ញុំចុច tab ជាប់រហូតចុច tab រហូតទៅវាចេះចេញដល់ប៉ុន្តែវាអត់ចំឈ្មោះឥឡូវខ្ញុំមើលចំឈ្មោះនេះឈ្មោះ win deployment Qt ខ្ញុំវាយច្រឡំមិញអញ្ចឹងខ្ញុំវាយ win d win Qt វាយ win ទៅទេបានខ្ញុំចុច tab នេះអូខេ win ទៅទេចុច tab អញ្ចឹងទៅវា load auto complete មកយើងខ្ញុំដក clear មួយបន្ទាប់មកយើងចុច tab មួយសារទៀតយើងឃើញវា load ឈ្មោះ application.exe មកឯ application ដែលទាំងអស់គ្នាកំពុងតែចង់ខ្ញុំបកទៅ folder application វិញនេះ application.exe របស់យើងដែលបាន develop អញ្ចឹងឈ្មោះនេះវាអាស្រ័យលើ project ទាំងអស់គ្នាដាក់ឈ្មោះអីគឺឈ្មោះហ្នឹងហើយដូចករណីរបស់ខ្ញុំដាក់ឈ្មោះ Arduino control from Qt ហើយទៅខ្ញុំដក clear មួយទៀតខ្ញុំវាយចុចខ្ញុំវាយ dir ហើយខ្ញុំដក clear កន្លែងនេះគឺមានន័យថាតើយើង deploy application ហ្នឹងទៅណាអញ្ចឹងឧទាហរណ៍ដើម្បីងាយស្រួលយើងចង់ deploy ទៅណាក៏បានតែឧទាហរណ៍ថានៅ desktop នេះខ្ញុំបានបង្កើត folder មួយឈ្មោះ test app ដើម្បី deploy មកចូលក្នុង folder ហ្នឹងខ្ញុំចង់ test មើលអញ្ចឹងទីតាំងរបស់វាគឺនៅបងប្អូនអាច copy ទីតាំងដូចគ្នាអញ្ចឹងនៅក្នុង folder test app នេះខ្ញុំ copy ទៅវានៅ folder អីចឹងនៅក្នុង folder ហ្នឹងមិញនេះខ្ញុំ copy path វាហើយណាខ្ញុំ copy path របស់ folder ហ្នឹងមកខ្ញុំចូលទៅក្នុង terminal វិញបន្ទាប់ពី dir នឹងដក clear មួយហើយខ្ញុំ control v មិញនេះខ្ញុំគ្រាន់តែចុចនេះវា load មក auto តែឧទាហរណ៍ថាវាអត់ load auto ទេខ្ញុំចុច control v paste ធម្មតាមកយើងឃើញអញ្ចឹងអីដែលខ្ញុំ run នេះមានន័យថាទី1យើង run application win deployment ដើម្បីវា deploy library តបមកយើងចង់ deploy application មួយណាគឺ application ដែលយើង develop ដោយខ្លួនឯងនេះហើយ deploy ទៅណា deploy ទៅ directory មួយឈ្មោះថា test app នៅ desktop ខ្ញុំ click enter ខ្ញុំ click enter វាដាក់ grade ចេះមានន័យជោគជ័យប៉ុន្តែ computer មួយចំនួនអត់ទេ computer មួយចំនួននៅពេលដែលដាក់ទៅវាដាក់ថា access is denied អាហ្នឹងគឺវាពាក់ព័ន្ធទៅនឹង security របស់ Windows អញ្ចឹងនៅពេលវា load access is denied ហ្នឹងមានផ្ទាំងមួយ load ថា Windows វា block អាកម្មវិធីឈ្មោះ Qt deployment tool មកញបើសិនករណីហ្នឹងទាំងអស់គ្នា click នៅលើកន្លែងដែលវាចេញមកថា Windows block ហ្នឹងវា load កន្លែងនេះមកនេះ load កន្លែងហ្នឹងមកយើងឃើញបែបហ្នឹងវាដាក់ protected folder access block ហ្នឹងយើង click មកនៅកន្លែងខាងក្រោមនេះវាមានដាក់ថា action អញ្ចឹងយើង select action ហ្នឹងយកពាក្យ allow ទៅមានអ្នកអនុញ្ញាតតែដោយសារ computer ខ្ញុំនេះខ្ញុំបាន allow ហើយវាឡើង load អានឹងមកទៀតនេះខ្ញុំឃើញមែនតែវាឡើង load ដាក់កន្លែង action ណាតែបើករណីដែល computer ទាំងអស់នេះវា load មក block គឺត្រូវធ្វើបែបហ្នឹងចឹងឥឡូវនេះវាបាន create ហើយខ្ញុំទៅមើល folder ដែលនេះហ្នឹងយើងឃើញនៅក្នុង folder នេះឥឡូវគឺសិតតែ file អញ្ចឹង file ដែលទាំងអស់គ្នា develop នៅក្នុង Qt Creator ឧទាហរណ៍អ្នកខ្លះមានរូបភាពមានអីបញ្ចូលបន្ថែមហ្នឹងគឺresource ទាំងអស់ហ្នឹងនឹងត្រូវបាន copy ចូលមកក្នុង folder នេះទាំងអស់នេះប៉ុន្តែយើងឃើញអត់មាន file មួយគឺ file .exe សម្រាប់ run អត់មានទេយើងឃើញមាន library ដែលវាត្រូវការច្រើន library របស់ Qt GUI core អីហ្នឹងគឺមកទាំងអស់ generic សម្រាប់ Windows អីហ្នឹងគឺមកនៅក្នុងនឹងទាំងអស់នេះសិតតែជា library .dll តែអត់មាន file .exe អញ្ចឹងអា file .exe នេះខ្ញុំអាចបកវាទៅក្នុងfolder debug ជាមិញហ្នឹងពេលមុនយើងcreate នេះយើងឃើញ file .exe ដែលយើង run ធម្មតាពីក្នុងកម្មវិធី Qt Creator ហ្នឹងយើងឃើញនៅហ្នឹងអញ្ចឹងខ្ញុំគាត់តែ copy អាហ្នឹងឯង copy អា file .exe ហ្នឹង control C ធម្មតាយកវាទៅ paste នៅក្នុងអា folder library ដែលយើងបាន generate ហើយនេះខ្ញុំគាត់តែ paste អាហ្នឹងមកអូខេអញ្ចឹងពេលនេះគឺខ្ញុំអាច run application ហ្នឹងបានពីក្នុង folder ហ្នឹងតែម្ដងនេះឃើញទេដល់ចប់បាច់មានកម្មវិធី Qt Creator នេះតទៀតទេអញ្ចឹងទោះបីខ្ញុំបិទកម្មវិធី Qt Creator ឬក៏ខ្ញុំ run នៅ computer ដែលអត់មាន Qt Creator ក៏ដោយខ្ញុំអាច run
អាហ្នឹងបានធម្មតាអញ្ចឹងមានន័យថា folder test app នេះគឺ folder application ដែលយើងបាន develop ហើយនឹងបន្តកម្មវិធីហ្នឹងខ្ញុំអាចsend វាមក desktop ជា shortcut ក៏បានគេកម្មវិធីរបស់យើងខ្ញុំ run ទៅបានធម្មតាតែគាត់ណានេះអត់មាន Arduino Connect ចឹងវា load fail to open ហ្នឹងបើសិនមាន Arduino Connect អាចឃើញវាដាក់ថា successful អីចឹងទៅអញ្ចឹងនេះគឺជារបៀបដែលយើង deploy application នៅក្នុងកម្មវិធី Cube Creator អូខេបងប្អូនអាចធ្វើបែបហ្នឹងដើម្បី deploy application ដែលយើងបាន develop ហើយ